បន្ទាប់ពីវគ្គមុនមកយើងក៏បានឃើញថាកម្មចុងរបស់យើងក៏បានអ៊ីវយេរីត្រឡប់មកវិញស្របពេលត្រឡប់មកវិញនោះកម្មចុងក៏បានសួរទៅយេរីថាតើឯងមិនខ្លាចខ្មោចទេអីពួកវាអាចធ្វើបាបឯងបានណាយេរីក៏បានប្រាប់ទៅកម្មចុងវិញថាមិនមែនខ្មោចទាំងអស់សិតតែធ្វើបាបមនុស្សនោះទេមនុស្សយើងខ្លួនឯងទេដែលជួយចិត្តប្រឌិតរឿងឡើងជួនកាលខ្មោចគ្រាន់តែចង់លងបន្លាចលេងតែប៉ុណ្ណោះវាគ្រាន់តែមកពីសម្ដីត្រូវបានគេនិយាយបំភ្លៃពីម្នាក់ទៅម្នាក់ដូចជាពេលនេះចឹងឯងកម្មចុងក៏តបវិញបែបភ័យថាគ្រាន់តែចង់បន្លាចលេងទេអីជិះមើលទៅទឹកមុខទៅដឹងហើយថាភ័យប៉ុណ្ណាមុននឹងយេរីបាននិយាយទៀតថាហើយម៉ាក់របស់ខ្ញុំតែងតែនៅក្បែរខ្ញុំជានិច្ចដូច្នេះហើយទោះបីជាខ្មោចដែលសាហាវបំផុតក៏ដោយក៏មិនអាចធ្វើអ្វីខ្ញុំបានដែរកម្មចុងសួរទៅយេរីថាចុះបងស្រីម្ចាស់ហាងវិញយេរីក៏បានតបវិញថាទេគាត់គឺជាអ្នកចិញ្ចឹមមិនបាច់ខ្ញុំមកគាត់មិនមែនជាម៉ាក់ខ្ញុំទេគេឃើញថាកម្មចុងងាកឆ្វេងងាកស្ដាំរោម៉ាក់របស់យេរីបាននិយាយទៅថាខ្ញុំកំពុងតែនិយាយអំពីម្ដាយបង្កើតរបស់ខ្ញុំណាកម្មចុងក៏មានការភ្ញាក់ផ្អើលយេរីក៏បានបន្តទៀតថាខ្ញុំធ្លាប់ឮមកថាគាត់គឺជាគ្រូមន្តអាគមដ៏ខ្លាំងពូកែម្នាក់គាត់បាននៅក្បែរខ្ញុំតាំងពីខ្ញុំនៅទូចមកម្លេះប៉ុន្តែគាត់ហាក់ដូចជាអ្នកការពារខ្ញុំម្នាក់ច្រើនជាម្ដាយរបស់ខ្ញុំប៉ុន្តែម៉ាក់ប្រាប់ខ្ញុំថាគាត់បានប្រាប់ឯងរួចហើយថាគាត់មិនមែនជាម្ដាយបង្កើតរបស់ខ្ញុំទេកាលហ្នឹងគេចង់បញ្ជាក់ទៅកាន់លោកយាយអូនរបស់យើងថាមិនមែនជាម្ដាយរបស់ជេរីបង្កើតទេចឹងណាអ្នកគ្នាឥឡូវយើងចុះសាច់រឿងយើងបន្តទៀតកម្មយ៉ងក៏បានធ្វើរត់មិនតិចថាគាត់បានប្រាប់ខ្ញុំហើយប៉ុន្តែមើលទៅកម្មយ៉ងដូចជាភ្លេចបាត់ទៅហើយគេក៏បានស្រមៃទៅដល់ពេលមួយលោកយាយអូនរបស់យើងកំពុងតែនិយាយមិនខ្ញុំថាឯងច្បាស់ជាគាត់សង្កល់ឃើញរួចទៅហើយមែនទេយេរីមិនមែនជាគូស្រីបង្កើតរបស់យើងទេយើងឃើញថាកម្មយ៉ងរបស់យើងកំពុងកាយញ៉ាំកាយយកមិនដឹងថាបានស្ដាប់ដែរឬអត់ទេកម្មយ៉ងក៏បានសួរទៅលោកយាយអូនទាំងកំពុងតែញ៉ាំនៅប៉ៅថានាងគឺជាចៅស្រីរបស់អ្នកមែនទេឃើញស្មានដឹងតាមរយៈការសម្លឹងមើលវ័យរបស់អ្នកហ្នឹងណាពេលនោះលោកយាយអូនក៏បានច្របាច់ពេញតែនោះលោកចូលទៅប៉ង់បាច់ពេញតែខ្ទេចមួយនាទីក្រោយមកយើងក៏បានឃើញស្វាកម្មយ៉ងដេកស្ប៉ាក់នៅលើតុមានចង្កឹះដោះជាប់នឹងក្បាលហើយលោកយាយអូនក៏បានជួយដៃទាំងខឹងរួចក៏បាននិយាយថាកម្មពិតទៅទោះបីជាពួកយើងមានអាយុខុសគ្នាបន្តិចមែនប៉ុន្តែពួកយើងគឺជាបងប្អូននឹងគ្នាលោកយាយអូនក៏បានចាក់ទាញពោះកម្មយ៉ងហើយក៏បាននិយាយបន្តថាពួកយើងខ្លាចក្នុងការរស់នៅជាបងប្អូនស្រីក្នុងលោកដ៏គួរភ័យខ្លាចមួយនេះណាដូច្នេះហើយទោះបីជាត្រូវមិនឡប់ខ្លួនធ្វើជាម្ដាយនឹងកូនក៏ដោយហើយបងស្រីរបស់ខ្ញុំគឺយេរីគាត់បានសម្រេចចិត្តធ្វើជាកូនស្រីរបស់ខ្ញុំវិញទាំងដែលគាត់គឺជាបងកន្លែងហ្នឹងយើងវល់ដែរអ្នកគ្នាខ្ញុំអត់សូវយល់ចាំមើលសាច់រឿងបន្តទៅមុខទៀតបន្ទាប់ពីកម្មយ៉ងនៅឃើញហើយធ្វើឲ្យកម្មយ៉ងមានការផិតភ័យហើយក៏បាននិយាយទៅកាន់យេរីថាអូយរឿងនេះគួរខ្លាចពេកហើយសម្រាប់ខ្ញុំញ៉ាំអីមិនចូលហើយថែមទាំងយល់សុបិនអាក្រក់ទៀតផងខ្ញុំគ្រាន់តែមានអារម្មណ៍ធូរស្រាលនិងអរគុណដែលពួកឯងមិនមែនជាបងប្អូនស្រីនឹងគ្នាមែនទេធ្វើឲ្យយេរីមានការឆ្ងល់បន្តិចយេរីមើលទៅកាន់កម្មយ៉ងបន្តិចរួចក៏បានញញឹមហើយក៏បានសួរកម្មយ៉ងថាតើឯងប្រឹងឈរនៅទីនេះដល់ពេលណាទៀតពួកយើងត្រូវតែប្រញាប់ចំហុយនំប៉័ងឲ្យហើយមិនម៉ាក់ភ្ញាក់ពីគេណាកម្មយ៉ងក៏បានឆ្លើយថាអូខេរួចក៏បានសម្រាប់ខ្លួនផ្លោះពីជញ្ជាំងមួយទៅជញ្ជាំងមួយយ៉ាងលឿនសាច់រឿងបានកាត់មកដល់ពេលពួកគេបានមកដល់ហាងវិញកម្មយ៉ងក៏បានសួរថាចុះអានឹងគឺជាអ្វីទៅតើមានកំណត់អ្វីនៅក្នុងនឹងមែនទេសួររួចក៏បានលើកអកនំប៉័ងដាក់ចូលមាត់ហើយយេរីក៏បានតបវិញថាគឺថាមានជាងជំនួយម្នាក់ជាអ្នកបង្កើតវាឡើងប៉ុន្តែគាត់ក៏បានធ្វើឲ្យបាត់សោហើយដូច្នេះឯងនឹងមិនអាចបើកវាបានជារៀងរហូតកម្មយ៉ងក៏បានស៊ូយេរីទាំងមាត់ទំពាមិនដល់ចុះបើមានអ្នកដែលមានសោវិញគេត្រូវបានអនុញ្ញាតឲ្យបើកវាដែរឬទេយេរីបាននិយាយថាខ្ញុំគិតថាប្រហែលជាមិនអីទេមើលទៅលោកហងបានប្រាប់ខ្ញុំថាឲ្យតែយកវាចេញទៅឲ្យឆ្ងាយពីភូមិគ្រឹះត្រកូលហងទៅបានហើយដោយមិនឲ្យនរណាម្នាក់ដឹងទៅគាត់បាននិយាយទៀតថាវានឹងប្រសើរខ្លាំងណាស់ប្រសិនបើគ្មាននរណាម្នាក់អាចរកវាឃើញឬវាត្រូវបាត់បង់រហូតទៅប៉ុន្តែបើមាននរណាម្នាក់រកវាឃើញក៏មិនដែរឲ្យតែព
ពួកគេមិនដឹងថាវាមានប្រភពមកពីណាហើយយើងក៏បានលឺសំឡេងប្រាក់ហើយកំយងក៏បានថាអូហូយតើវាអាចទៅរួចយ៉ាងម៉េចទៅសោរបស់ពេនចាក់ត្រូវគ្នាអត់ខ្ចោះតែម្ដងធ្វើឲ្យយើងរីជាងស្កប់នៅមួយកន្លែងយើងឃើញថាខុងហប់នឹងសិតតែជាសភៅកំយងក៏បាននិយាយថាអូតាមពិតគឺជាសភៅទេតើមិនមែនជាកំណត់ទេអីកំយងក៏បានបើកអានរួចក៏បាននិយាយថាតើទាំងនេះគឺជាសៀវភៅគម្ពីរវិជ្ជាគុណសម្ងាត់អាចកំបាំងមែនទេជុំគម្ពីរវិជ្ជាគុណសម្ងាត់ដែលមនុស្សប្រុសនិងមនុស្សស្រីហាត់ជាមួយគ្នានឹងមែនរួចយើងឃើញថាយេរីក៏បាននិយាយបានថាខ្ញុំទៅលាងចានសិនហើយកំយងក៏បានមើលបន្តរួចក៏បាននិយាយថាចោះពេលធ្វើរឿងហ្នឹងគេមិនអនុញ្ញាតឲ្យស្លៀកពាក់ឯកសណ្ឋានទេអីយេរីក៏បានស្រែកពីក្នុងមកថាបើញ៉ាំរួចហើយយកចានទាំងអស់នោះមកឲ្យខ្ញុំលាងយេរីក៏បានស្រែកហៅកំយងប៉ុន្តែកំយងរបស់យើងមិនបានឆ្លើយតបនឹងយេរីក៏បានដើរលោកមកខាងក្រោយខ្នងរបស់កំយងកំពុងតែអានសៀវភៅយេរីក៏បានស្រែកធ្វើឲ្យកំយងភ្ញាក់ស្រូវវ៉ាស់រួចក៏បានមានការផិតភ័យយើងមើលទៅមុខកំយងទៅមុខឡើងក្រហមមិនដឹងថាជាសៀវភៅស្អីទេធ្វើឲ្យកំយងរបស់យើងមុខឡើងក្រហមប៉ះរួចឆ្លៀតទៅសួរយេរីថាយេរីឯងមកធ្វើស្អីនេះទីនេះយេរីក៏បានថាឲ្យកំយងថាបដូរមុខរបស់ឯងឲ្យមកដូចដើមវិញភ្លាមយេរីក៏បានបាយខ្លួនដើរចេញហើយក៏បាននិយាយទៅកាន់កំយងថាយកសៀវភៅទាំងអស់នេះហើយដើរតាមខ្ញុំមកខ្ញុំសូម្បីតែចង់ប៉ះវាក៏មិនចង់ផងកំយងក៏ថាសៀវភៅទាំងអស់នេះមែនទេកំយងក៏បានសួរយេរីថាហេតុអីឯងចង់រៀនវិជ្ជាគុណដែរមែនទេយេរីក៏បានតបវិញថាវិជ្ជាគុណស្អីទៅអាហ្នឹងមិនមែនជាវិជ្ជាគុណទេវាគឺជាគ្រប់ភាពអាក្រាតតើអាល្ងងកំយងក៏បានថាចរុរូបភាពទាំងនេះវាគឺជាស្អីទៅយេរីក៏បានថាយើងមិនដឹងទេហើយប្រសិនអ្នកទាំងអស់គ្នាចង់លើកទឹកចិត្តខ្ញុំអាច scan QR ខាងក្រោមនេះបានតិចក្តីច្រើនក្តីខ្ញុំទទួលយកទាំងអស់ហើយសូមជួយចុច like និង subscribe និង comment ឲ្យខ្ញុំអ្នកមួយផងវាក៏ជាការលើកទឹកចិត្តឲ្យខ្ញុំនឹងបន្តធ្វើវីដេអូបន្តទៀតដែរអរគុណអ្នកទាំងអស់គ្នាហើយកុំសួរច្រើនពេកយើងមិនយល់ប្រាប់ឯងទេរួចក៏បានតាំងហើយកំយងក៏បានដើរពីក្រោយកាន់វិភ័យទៅផងកំយងក៏បានសួរយេរីទៅថាចុះអាហ្នឹងវាដូចជាវិជ្ជាគុណដើមមែនទេខ្ញុំអត់ឃើញមានដើមមួយដើមណានៅក្នុងសៀវភៅនឹងផងរួចក៏បានរត់ទៅប៉ុន្តែកំយងក៏បានធ្វើធ្លាក់សៀវភៅមួយក្បាលភ្លាមនោះពួកគេដើរទៅផតយើងឃើញថាលោកយាយអូនរបស់យើងក៏បានដើរចេញពីក្នុងបន្ទប់ទឹកមកលោកយាយអូនក៏បានដើរចេញមករួចក៏បានទម្លាក់មើលពួកគេទាំងពីរហើយក៏បាននិយាយថាតើពួកគេកំពុងតែធ្វើអីហ្នឹងបានជាយប់ជ្រៅម្ល៉េះតើមានរបស់ត្រូវសម្អាតច្រើនដល់ថ្នាក់ហ្នឹងមែនទេដកដុំហើមធំហើយក៏បានដើរចេញរួចក៏បាននិយាយតើព្រឹកមិញខ្ញុំបានញ៉ាំអីទៅមានអារម្មណ៍ថាមិនស្រួលខ្លួនពេញមួយថ្ងៃតែម្ដងដើរទៅផតហើយរួចក៏បានឆ្លៀតមករកសៀវភៅនោះហើយក៏បានចិត្តថាតើសៀវភៅនេះគឺជាសៀវភៅអ្វីទៅកាត់មកខាងកំយងនៃយេរីវិញកំពុងតែដុតសៀវភៅទាំងអស់នោះចោលយេរីក៏បាននិយាយថាពិតជាគួរអាណិតមែនមនុស្សម្នាក់ដែលគេស្គាល់ថាជាអ្នកដែលមានបនស័ក្តិខ្ពង់ខ្ពស់បែរជាត្រូវមកខ្លាចជាខ្មោចដោយសារតែកំហុសទូចតែបែបនេះសោះយេរីក៏ថាកំហុសអ្វីទៅយេរីក៏បាននិយាយថាគិតពីគេឈ្មោះរបស់គាត់ផងគាត់ច្បាស់ជាទិញសៀវភៅទាំងអស់នេះមកដោយមិនដឹងថាវាជាសៀវភៅស្អីទេរួចក៏បានវិខ្ចប់វាទុកយ៉ាងចិត្តព្រោះតែខ្លាចអ្នកដទៃដឹងកំយងក៏បានដកដង្ហើមធំបន្តិចរួចក៏បានជៀកមុខចេញពីយេរីរួចក៏បាននិយាយថាវាមិនមែនជាអ្វីដែលខ្ញុំបានឃើញនោះទេកំយងក៏បានបន្តនិយាយទាំងភ័យថាសៀវភៅទាំងនេះត្រូវបានគេប្រើប្រាស់ឡើងទូអស់ទៅហើយវាមើលទៅចាស់ណាស់ពេលនោះយេរីខឹងឡើងញ័រខ្លួនហើយក៏បានស្រែកទៅកំយងថាឯសាហាមាត់និយាយតែមួយមាត់ទៀតមើលយេរីក៏បានស្រែកខ្លាំងថាប្រុសទាំងអស់គឺសិតតែដូចគ្នាទាំងអស់ខ្ញុំមានអារម្មណ៍ថាមិនដាអ្នកនៅរស់ឬស្លាប់មិនថាពីមុនឬពេលនេះទេជាគឺថាលោកហងក៏បានមានការខ្មាស់រួចក៏បាននិយាយថាខ្មាស់ខ្លួនឯងខ្លាំងណាស់យេរីក៏បានបន្តថាពួកនឹងវាគ្មានថ្ងៃខែខ្លួនឡើយសាច់រឿងកាត់មកពេលព្រឹកវល់ឡើងវិញយើងឃើញថាកំយងកំពុងទៅបោះដីទាំងស្ងាត់លោកយាយអូនក៏បាននិយាយទៅកាន់កំយងថាប្រយ័ត្នរហែកមុខ
ឲ្យណានៃទៅកាំយ៉ងសួរទៅកាន់លោកយាយអូនថាតើបងស្រីកំពុងតែធ្វើដំណើរទៅទីប្រជុំជុំទាំងប្រឡំស្រាងបែបនេះមែនទេបងស្រីលោកយាយអូនបាននិយាយថានិយាយវាឲ្យត្រឹមត្រូវបន្តិចទៅអាបងលោកយាយអូនបាននិយាយខ្ញុំមានអារម្មណ៍ថាថ្ងៃនេះច្បាស់ជាមានរឿងល្អកើតឡើងមិនខានទេហើយកាំយ៉ងក៏ថាមែនអត់រួចបាននិយាយដូចជាសប្បាយចិត្តថាកាលពីយប់មិញខ្ញុំបានរើសសៀវភៅមួយក្បាលវាគឺជាសៀវភៅមានរូបភាពដ៏អស្ចារ្យបំផុតវាដូចជាសៀវភៅទំនេរអញ្ចឹងវាបានបង្ហាញឲ្យខ្ញុំឃើញពីអ្វីដែលបាននឹងកើតឡើងចំពោះខ្ញុំយ៉ាងលម្អិតហើយថែមទាំងមានរូបភាពទៀតផងនិយាយមិនដើរសើចមិនដើរនិយាយរួចលោកយាយអូនក៏បានដើរចេញហើយនិយាយទៅកាន់កាមីថាខ្ញុំនិយាយមែនបន្តបោះផ្ទះទៅដូច្នេះសេចក្ដីរបស់យើងខ្ញុំសូមបញ្ចប់ទៅត្រឹមនេះសិនចាំជួបគ្នាបន្តនៅវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលាអ្នកទាំងអស់គ្នាបាយបាយ